សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំទៀតហើយបាទថ្ងៃនេះខ្ញុំនឹងទៅធ្វើដំណើរទៅកាន់សង្ក្រាន្តនៅ Melbourne បាទអត់បានទៅសង្ក្រាន្តប្រទេសកម្ពុជាទេអញ្ចឹងបើធ្វើនៅ Melbourne ទាំងអស់គ្នាជាមួយនឹងបងប្អូនខ្មែរយើងដែលរស់នៅ Melbourne នេះបាទហើយមានខ្មែរច្រើនមែនទែនបាទអ្នកនរគ្នាដូចដែលបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងអ្នកនរគ្នាមើលគឺសិតតែខ្មែរហ្មងគាត់គឺអាយុមានអ្នកខ្លះតំណាងខ្ញុំអញ្ចឹងទៅអ្នកខ្លះអាយុបងខ្ញុំហើយភាគច្រើនអ្នកអាយុបងខ្ញុំហ្នឹងអ្នកដឹកនាំក្រុមហ្នឹងហើយខ្ញុំក៏ជាផ្នែកមួយនៃក្រុមហ្នឹងដែរហើយហ្នឹងហើយឥឡូវពួកយើងធ្វើដំណើរទៅកាន់វត្តទាំងអស់គ្នាដែលវត្តហ្នឹងគឺវត្តឈ្មោះវត្តធំហើយគឺវត្តហ្នឹងគឺខ្មែរច្រើនហ្មងហើយអ្នកនរគ្នាខ្ញុំបានថតអាឡានគេឲ្យអ្នកនរគ្នាមើលតែមានឡានច្រើនហ្មងអ្នកនរគ្នាហើយមើលអ្នកនរគ្នាសិតតែមនុស្សហ្មងគឺសិតតែប្រជាជនខ្មែរយើងទាំងអស់ហើយយើងបានថតរូបអីវ៉ាន់ជុំគ្នានៅនេះហើយនៅនេះក៏គេមានលក់ម្ហូបខ្មែរដែរបាទតែគាត់ថាពួកខ្ញុំចង់ទៅ picnic ជុំគ្នានៅនោះវិញអត់ញ៉ាំ buffet នៅនេះទេបងញ៉ាំនៅនេះញ៉ាំ free ហ្មងនៅអា buffet វត្តហ្នឹងហើយពួកយើងក៏បានក្រៅកតេលដាក់អីវ៉ាន់ហើយយើងក៏បានលេង game លេង beer អីជុំគ្នាអញ្ចឹងហ៎បន្ទាប់មកក៏បានស្ដាប់តន្ត្រីបងប្អូនខាង University មួយទៀតដែលបានធ្វើតន្ត្រីហ្នឹងហើយពួកយើងក៏បានលេងល្បែងប្រជាប្រិយជាច្រើននៅទីនោះរួមទាំងទីមព្រាត់ផងដែរដែលជាល្បែងដែលខ្ញុំចូលចិត្តលេងជាងគេក្នុងនោះហើយក្នុងនេះខ្ញុំក៏បានហក់លោតផងដែរដែលមានអារម្មណ៍ខ្មាស់គេជាច្រើនហើយយើងក៏បានចូលរួមរាំទាំងប្រជាប្រិយទាំងបែកស្លុយហើយយើងសប្បាយទាំងអស់គ្នាដែលមានរយៈពេលចាប់ពីម៉ោង8ផឹកដល់ម៉ោង4ល្ងាចនេះហើយគ្រាន់តែរយៈពេលប៉ុណ្ណឹងគឺធ្វើឲ្យខ្ញុំសប្បាយយ៉ាងខ្លាំងហើយពួកយើងក៏បានធ្វើដំណើរមកកាន់ Flinders Street វិញហើយក៏បានឈប់ទៅនឹង Oplex តែខ្ញុំអត់បានឈប់ទេខ្ញុំមកបានលេងសីនៅទីនេះជាមួយមិត្តភក្តិឥណ្ឌូនេស៊ីរបស់ខ្ញុំបាទគឺថាថ្ងៃហ្នឹងហត់មែនតើអ្នកនរគ្នាហើយមកដល់ផ្ទះវិញដាក់ដេកហ្មង